ត្រង់ព្រះអង្គទ្រង់ត្រាស់សម្ដែងទោះចិត្តដល់នៅភាវៈជាធំក៏ដឹងច្បាស់ថាចិត្តដល់នៅភាវៈជាធំណាអត្ថកថាបានបញ្យល់ថាចិត្តដល់នៅភាវៈជាធំហ្នឹងបានដល់រូបាវចរចិត្តហើយនឹងអរូបាវចរចិត្តនឹងឬក៏នៅក្នុងបាលីព្រះអង្គសម្ដែងថាមហកតាំងវាចិត្តតាំងមហកតាំងចិត្តតន្តិបជានិតិណាមហកតាំងហ្នឹងគឺមហកតៈចិត្តហ្នឹងឯងគឺចិត្តដល់នៅភាវៈជាធំនឹងទោះចិត្តដល់នៅភាវៈជាធំក៏ដឹងច្បាស់ថាចិត្តដល់នៅភាវៈជាធំអត្ថកថាបញ្យលមហកតៈចិត្តហ្នឹងបានដល់រូបាវចរចិត្តអរូបាវចរចិត្តនៅក្នុងរូបាវចរចិត្តនិងអរូបាវចរចិត្តនេះគឺព្រះអង្គសម្ដែងសម្រាប់បុគ្គលដែលជាឈានលាភីបុគ្គលដែលជាអ្នកបានឈានដូចជាភិក្ខុឬក៏សាមណៈព្រាហ្មណ៍ណាដែលលោកជាអ្នកចម្រើនបានឈានហ្នឹងអញ្ចឹងទៅទោះបីលោកមានឈានចិត្តនឹងជារូបាវចរៈឈាននឹងក៏ដោយអរូបាវចរៈឈាននឹងក៏ដោយក៏លោកដឹងច្បាស់នៅចិត្តនឹងទៅនឹងសម្រាប់លោកអ្នកមានឈានចិត្តទៅទៀតហ្នឹងហើយចុះបើយើងអត់មានឈានចិត្តទេដូចយើងជាឧបាសកបាសិកានេះនៅមានភរិយានឹងហើយនៅណាត្រេកអរដោយមាសនិងប្រាក់ណាទ្រទ្រង់នៅការកម្រងគ្រឿងក្រអូបនេះដែលជាអ្នកអត់មានឈានចិត្តហ្នឹងចុះទៅបានមហកតៈចិត្តហ្នឹងពីណាយកមកដឹងថាបើសិនជាយើងឧបាសកបាសិកាហ្នឹងគឺมันអាចមានឈានចិត្តចម្រើនឈាននឹងបានទេអត់មានមហកតៈចិត្តនឹងទេជារូបាវចរៈឈានឬអរូបាវចរៈនឹងទេណាព្រះអង្គសម្ដែងនេះទោះបីចិត្តមិនដល់នៅភាពជាធំនេះព្រះអង្គសម្ដែងមកកាមាវចរៈចិត្តនឹងចិត្តរបស់យើងរាល់ថ្ងៃនេះមានកាមាវចរៈចិត្តប្រកបដោយរាគៈទោសៈមោហៈឬក៏ចិត្តជាកុសលហ្នឹងនឹងជាកាមាវចរៈចិត្តអញ្ចឹងបើសិនជាបុគ្គលនឹងអត់មានចិត្តដល់នៅភាវៈជាធំមានន័យថាអត់មានឈានចិត្តនឹងទេនឹងក៏កំណត់ដឹងកាមាវចរៈចិត្តនឹងទៅហើយក៏រំលត់នៅកិលេសរំលត់សកាយតិដ្ឋិនឹងទៅណាមិនមែនកុំឲ្យភ័យខ្លាចថៃឥឡូវព្រះអង្គសម្ដែងថាទោះចិត្តដល់នៅភាវៈជាធំគឺរូបាវចរៈអរូបាវចរៈឥឡូវខ្ញុំទៅធ្វើចិត្តនឹងសិនទៅចម្រើនចិត្តនឹងសិនដើម្បីឲ្យដឹងអត់ទេហ្នឹងគឺព្រះអង្គសម្ដែងសម្រាប់អ្នកមានចិត្តហ្នឹងដូចជាភិក្ខុលោកចម្រើននៅសមាធិទៅបាននៅបឋមឈានទុតិយឈានទៅជារូបាវចរៈចិត្តទៅឬក៏ចម្រើនរហូតដល់អរូបាវចរៈចិត្តចឹងទៅក៏លោកកំណត់ចិត្តដល់ភាវៈជាធំហើយនឹងក៏ប្រព្រឹត្តទៅជាចិត្តតានុបស្សនាសតិប្បដ្ឋាននឹងព្រះអង្គសម្ដែងសម្រាប់បុគ្គលដែលមានឈានចិត្តហ្នឹងឲ្យយល់កន្លែងហ្នឹងឯងវាព្រោះសតិប្បដ្ឋាននេះព្រះអង្គមិនមែនសម្ដែងសម្រាប់តែយើងជាឧបាសកបាសិកាទេណាទាំងបុគ្គលដែលជាអ្នកឈានលាភីបុគ្គលហ្នឹងក៏ព្រះអង្គសម្ដែងឲ្យពិចារណាចិត្តដែលដល់នៅភាពជាធំហ្នឹងដែរតែដូចយើងឧបាសកបាសិកាជាអ្នករកស៊ីទទួលទានស្វែងរកទ្រព្យសម្បត្តិចិញ្ចឹមបុត្រភរិយាហ្នឹងអត់អាចចម្រើនឈានសម្រាប់ឈានបានទេក៏កំណត់ចិត្តដែលជាកាមាវចរៈនេះណាចិត្តប្រកបដោយរាគៈទោសៈមោហៈហ្នឹងគឺចិត្តដែលមិនដល់នៅភាវៈជាធំណាកំណត់ចិត្តប្រក្តីរាល់ថ្ងៃហ្នឹងចិត្តណាចក្ខុវិញ្ញាណសោតវិញ្ញាណធានវិញ្ញាណអញ្ចឹងទៅក៏ប្រព្រឹត្តទៅដើម្បីណាដល់នៅអមតៈមហានិព្វានចម្រើនអរិយមគ្គបានដែរមិនមែនតលតែខំទៅធ្វើឈានចិត្តឲ្យដល់ភាវៈជាធំហើយបានមកចម្រើនសតិប្បដ្ឋានទេកន្លែងហ្នឹងត្រូវយល់ណាពុទ្ធបរិស័ទក៏បីយល់ច្បាស់កន្លែងហ្នឹងទៀតណាពីព្រោះណាសាវករបស់ព្រះអង្គមិនមែនមានតែមនុស្សទេណាមានមនុស្សមានទេវតាមានព្រហ្មណាហើយសាវករបស់ព្រះអង្គមិនមែនមានតែអ្នកបួសទេណាមានកុហកដែលជាឧបាសកបាសិកាចិញ្ចឹមបុត្រភរិយាប្រកបដោយធម៌ជាអ្នកធ្វើបុណ្យហ្នឹងអញ្ចឹងដូចជាពួកយើងជាកុហកជាឧបាសកបាសិកានេះវាមាននៅកាមាវចរៈចិត្តអាហ្នឹងគឺចិត្តមិនដល់នៅភាវៈជាធំទេក៏កំណត់ដឹងចិត្តហ្នឹងទៅវាអត់មានខំទៅប្រឹងធ្វើ
ធ្វើចិត្តណាឲ្យដល់នៅភាវៈជាធំទេកន្លែងហ្នឹងចាប់បានទេទេណាហ្នឹងហើយបើសិនជាលោកអ្នកដែលលោកបានចម្រើនឈានដូចជាភិក្ខុលោកសំងំស្ងប់ស្ងាត់នៅក្នុងព្រៃអញ្ចឹងទៅលោកចម្រើនសមថៈហ្នឹងទៅបានរូបាវចរៈឈានឬរូបាវចរៈចិត្តអរូបាវចរៈចិត្តក៏លោកដឹងច្បាស់មហកតៈចិត្តហ្នឹងទៅថាត្រឹមតែជាចិត្តនឹងត្រឹមតែជាមហកតៈចិត្តហ្នឹងណាហ្នឹងគឺចិត្តឈានរូបាវចរៈឈានឬក៏អរូបាវចរៈឈានហ្នឹងក៏លោកកំណត់ដឹងទៅដឹងថាហ្នឹងគឺត្រឹមតែជាចិត្តហ្នឹងរួចហើយទៅក៏ប្រព្រឹត្តទៅដោយការចម្រើននៅវិបស្សនាហ្នឹងទៀតហ្នឹងអញ្ចឹងនៅក្នុងត្រង់ចតានុបស្សនាសតិប្បដ្ឋានហ្នឹងណាបើយើងឃើញព្រះអង្គសម្ដែងដល់នៅកបីទោះចិត្តដល់នៅភាវៈជាធំក៏ដឹងច្បាស់ហ្នឹងគឺព្រះអង្គសម្ដែងសម្រាប់បុគ្គលដែលជាអ្នកមាននៅឈានចិត្តហ្នឹងណាមាននៅរូបាវចរៈឈានអរូបាវចរៈឈានទៅហើយបើយើងជាឧបាសកបាសិកានេះដែលជាអ្នកនៅត្រេកអរក្នុងកាមនេះมันអាចសម្រេចឈានចិត្តបានទេណាហ្នឹងក៏យើងកំណត់ដឹងចិត្តប្រក្តីរបស់យើងហ្នឹងជាកាមាវចរៈចិត្តហ្នឹងចិត្តមិនដល់នៅភាវៈជាធំហ្នឹងព្រះអង្គទ្រង់ត្រាស់សម្ដែងហ្នឹងមិនមែនឲ្យយើងទៅខំប្រឹងធ្វើម៉េចឲ្យចិត្តនឹងដល់ភាវៈជាធំទេហ្នឹងគឺព្រះអង្គសម្ដែងសម្រាប់បុគ្គលដែលដល់នៅដែលមានចិត្តហ្នឹងហើយបើអត់មានចិត្តហ្នឹងទេណែចិត្តមិនដល់នៅភាវៈជាធំហ្នឹងគឺជាកាមាវចរៈចិត្តហ្នឹងក៏កំណត់ដឹងចិត្តហ្នឹងទៅឲ្យដឹងជាចិត្តទៅតាមសេចក្តីពិតទៅអាហ្នឹងពុទ្ធទៅដើម្បីអប់រំចម្រើននៅអរិយមគ្គហើយអញ្ចឹងកន្លែងហ្នឹងឲ្យយល់កន្លែងហ្នឹងទេណាគេលោកថាអីឥឡូវព្រះអង្គទ្រង់ត្រាស់សម្ដែងថាទោះចិត្តដល់នៅភាវៈជាធំក៏ដឹងច្បាស់ហើយខ្ញុំអត់មានផងបានអីដឹងបើខ្ញុំមានតែកាមាវចរៈចិត្តកន្លែងហ្នឹងមកបត់ក្រោយព្រះអង្គសម្ដែងទោះចិត្តមិនដល់នៅភាវៈជាធំក៏ដឹងច្បាស់អាហ្នឹងដឹងកាមាវចរៈចិត្តហើយចិត្តយើងរាល់ថ្ងៃនេះណាហើយយើងជាឧបាសកបាសិកាដែលជាអ្នកនៅគ្រប់គ្រងមុខរបរចិញ្ចឹមបុត្រភរិយានេះនឹងទៅធ្វើម៉េចនឹងទៅចម្រើនរូបាវចរៈឈានអរូបាវចរៈឈានបានទៀតព្រោះវាត្រូវលះបង់នៅបលិពោតទាំង10มันអាចទៅចម្រើនឈានបានទៀតហ្នឹងអញ្ចឹងបើអត់មានរូបាវចរៈអរូបាវចរៈចិត្តទេសម្រាប់យើងអត់មានទេក៏ហើយទៅហ្នឹងគឺយើងមកដឹងនៅចិត្តណាដែលមិនដល់នៅភាវៈជាធំគឺកាមាវចរៈចិត្តនេះដូចជាឧបមាថាចេះឧបមាថាព្រះអង្គទ្រង់ត្រាស់សម្ដែងថាទោះចិត្តប្រកបដោយទោសៈក៏ដឹងច្បាស់ណែពុទ្ធបរិស័ទចាប់សេចក្តីហ្នឹងព្រះអង្គសម្ដែងថាទោះចិត្តប្រកបដោយទោសៈក៏ដឹងច្បាស់ហើយស្រាប់តែឥឡូវនេះយើងអត់មានទោសៈផងជាចិត្តប្រឆាទោសៈអញ្ចឹងយើងមិនចាំបាច់ទៅធ្វើឲ្យទោសៈកើតទេណាព្រះអង្គសម្ដែងថាទោះចិត្តប្រកបដោយទោសៈក៏ដឹងច្បាស់មែនទោះចិត្តប្រឆាទោសៈក៏ដឹងច្បាស់មែនបើពេលហ្នឹងទោសៈមិនកើតទេមានចិត្តប្រឆាទោសៈក៏កំណត់ដឹងចិត្តប្រឆាទោសៈហ្នឹងទៅនឹងទៅជាចិត្តតានុបស្សនាសតិប្បដ្ឋានហើយក្នុងន័យហ្នឹងដូចគ្នាព្រះអង្គសម្ដែងថាទោះចិត្តដល់នៅភាវៈជាធំក៏ដឹងច្បាស់ចិត្តមិនដល់នៅភាវៈជាធំក៏ដឹងច្បាស់បើយើងមិនមានចិត្តដល់នៅភាវៈជាធំទេយើងដឹងកាមាវចរៈចិត្តនេះទៅហើយបើសិនជាយើងនឹងមានចិត្តជារូបាវចរៈអរូបាវចរៈក៏កំណត់ដឹងចិត្តជារូបាវចរៈអរូបាវចរៈនឹងទៅហ្នឹងមិនមែនថាព្រះអង្គសម្ដែងថាទោះចិត្តប្រកបដោយរាគៈក៏ដឹងច្បាស់ឥឡូវខ្ញុំអត់មានរាគៈផងខ្ញុំមិនដឹងអញ្ចឹងខ្ញុំទៅធ្វើឲ្យមានរាគៈសិនចាំដឹងមិនមែនអញ្ចឹងទេណាកាលណាមានបច្ច័យតាក់តែងឲ្យរាគៈកើតឡើងហើយក៏ដឹងច្បាស់ចិត្តហ្នឹងពេលដែលកើតឡើងហើយរលត់ទៅវិញទៅចិត្តដល់នៅភាវៈជាធំក៏ដូចគ្នានឹងកាលណាបុគ្គលហ្នឹងបានអប់រំសន្សំមករហូតបានសម្រេចនៅរូបាវចរៈអរូបាវចរៈចិត្តហើយក៏កំណត់ដឹងចិត្តហ្នឹងទៅត្រឹមតែជាចិត្តត្រឹមតែជាមហកតៈចិត្តត្រឹមតែជាកាមាវចរៈចិត្តហ្នឹងគឺក្នុងចិត្តតានុបស្សនាសតិប្បដ្ឋានទៀតហ្នឹងហើយដូចយើងដឹងខ្លួនឯងហើយយើងអត់មានរូបាវចរៈចិត្តអត់មានអរូបាវចរៈចិត្តទេព្រោះយើងជាកុហកជាអ្នកនៅបរិភោគកាមហ្នឹងវាមានតែកាមាវចរៈចិត្តអញ្ចឹងកាមាវចរៈចិត្តនេះឯងគឺចិត្តដែលមិនដល់នៅភាវៈជាធំក៏កំណត់ដឹងចិត្តហ្នឹងទៅក៏ជាចិត្តតានុបស្សនាសតិប្បដ្ឋាន
សម្រាប់បុគ្គលដែលជាកាមបុគ្គលអញ្ចឹងទៅនឹងហើយប្រព្រឹត្តទៅដើម្បីលះបង់នៅសកាយៈទិដ្ឋិដូចគ្នាអ្នកដែលមានចិត្តជាមហកតៈកំណត់ដឹងចិត្តមហកតៈហ្នឹងក៏លះបង់សកាយៈទិដ្ឋិយើងមានចិត្តជាកាមាវចរៈកំណត់ដឹងចិត្តជាកាមាវចរៈនោះក៏លះបង់នៅសកាយៈទិដ្ឋិហ្នឹងអញ្ចឹងចំណុចហ្នឹងយល់បានទេណាមិនមែនថាទៅរកធ្វើចិត្តជារូបាវចរៈសិនយើងនេះគឺនៅគ្រប់គ្រងមុខរបររកស៊ីទទួលទានមុខរបរចិញ្ចឹមជីវិតអីនេះវាមិនងាយនឹងអាចប្រព្រឹត្តទៅបានទេដល់លើកលែងទៅថាយើងនេះអត់មានភរិយាអត់មានមុខរបរទេជាបុគ្គលម្នាក់ឯងនឹងអត់មានការគ្រប់គ្រងអីទេម្នាក់ឯងអញ្ចឹងទៅហើយយើងទៅចម្រើនឈានអាហ្នឹងក៏ទៅម្នាក់ឯងអញ្ចឹងទៅអាហ្នឹងក៏អាចសម្រេចឈានបានដែរអាហ្នឹងសម្រាប់យើងដែលមិនមានបុត្រភរិយាមិនមានផ្ទះសម្បែងមិនមានមុខរបរដើម្បីគ្រប់គ្រងណាមកយើងម្នាក់ឯងអញ្ចឹងទៅបាទដូចជាឧបមាថាមេដាបិតាយើងគាត់ចាស់ម្នាក់ឯងអញ្ចឹងកូនចៅចិញ្ចឹមអស់ហើយមិនចាំបាច់រកស៊ីអីទេហើយប្រព្រឹត្តធម៌ទៅអញ្ចឹងមេដាបិតានឹងមានបំណងដើម្បីចង់ចម្រើនឈានហ្នឹងក៏ទៅស្ងប់ស្ងាត់នៅក្នុងព្រៃទៅហ្នឹងកាត់បងនៅបលិពោតហ្នឹងក៏អាចចម្រើនទៅសម្រាប់ឈានបានដែរតែដូចជាយើងក្នុងភាពជាគរិយាវាមានបុត្រភរិយាមានមុខរបរគ្រប់គ្រងផ្ទះសម្បែងហ្នឹងវាមានតែចិត្តដែលជាកាមាវចរៈនឹងឯងនឹងទោះចិត្តមិនដល់នៅភាវៈជាធំក៏ដឹងច្បាស់ហ្នឹងគឺកាមាវចរៈចិត្តដែរចិត្តយើងរាល់ថ្ងៃហ្នឹងស្រឡាញ់ស្អប់កប់តោះអីហ្នឹងកុសលអកុសលហ្នឹងគឺសុទ្ធតែជាកាមាវចរៈចិត្តហ្នឹងក៏កំណត់ដឹងកាមាវចរៈចិត្តហ្នឹងទៅគឺជាចិត្តដែលមិនដល់នៅភាវៈជាធំហ្នឹងក៏ប្រព្រឹត្តទៅដោយចិត្តតានុបស្សនាសតបដ្ឋាននឹងចាប់សេចក្តីនឹងបានទេទៀតណាហ្នឹងដូចចិត្តយើងជាប្រក្តីហ្នឹងគឺចិត្តហ្នឹងមិនមែនជារូបាវចរៈចិត្តអរូបាវចរៈចិត្តទេហ្នឹងហើយនៅក្នុងកាមាវចរៈចិត្តហ្នឹងទៀតមិនមែនខំទៅរកថាចិត្តលោភៈនេះមានចេតសិកចុះប្រមាណទោសៈមានប្រមាណមិនមែនខំទៅរកមហាកុសលដួងទី1ចេតសិកចុះប្រមាណមហាកុសលដួងទី2ចេតសិកចុះប្រមាណមិនមែនខំទៅរកអញ្ចឹងទេអានឹងអត់មែនជាវិស័យយើងទេគឺត្រឹមតែដឹងថាចិត្តនេះជាកាមាវចរៈមិនមែនជារបស់អញមិនមែនអញមិនមែនខ្លួនអញដឹងតែប៉ុណ្ណឹងហ្នឹងគឺប្រព្រឹត្តទៅដើម្បីរួចផុតចាកទុក្ខបានហើយទៀតហ្នឹងហើយកាមាវចរៈចិត្តជាចិត្តមិនដល់នៅភាវៈជាធំបាទសាធុនឹងចិត្តណាកើតប្រកបដែលមានណានឹងមានន័យថាមានចិត្តនឹងមានការកើតឡើងកំណត់ដឹងចិត្តនឹងទៅតាមសេចក្តីពិតអញ្ចឹងចំណុចហ្នឹងអាចយល់បានហើយពុទ្ធបរិស័ទណាហ្នឹងហើយឥឡូវវាមានរូបាវចរៈចិត្តវាមានអរូបាវចរៈចិត្តហើយចុះបើយើងអត់មានអញ្ចឹងបានអីដឹងថាអត់នឹងឯងទៅហ្នឹងហើយបើសិនតែយើងចង់សិក្សារៀនសូត្រឲ្យបានស្គាល់ថាចុះរូបាវចរៈចិត្តហ្នឹងមានអីខ្លះ
អារូបាយវចរៈចិត្តហ្នឹងមានអីខ្លះក៏យើងរៀនទៅក៏យើងចាំតាមព្រះបរិយ័តទៅថាអ្នកចិត្តរបស់ចិត្តយ៉ាងហ្នឹងនៅក្នុងយើងអត់មានទេណាប៉ុន្តែក៏មានបុគ្គលអ្នកមានចិត្តអញ្ចឹងហ្នឹងក៏យើងគ្រាន់តែបានរៀនចាំតាមព្រះបរិយ័តទៅតែបើសិនជាណារូបាយវចរៈចិត្តហ្នឹងអរូបាយវចរៈចិត្តហ្នឹងអត់មាននៅក្នុងយើងទេក៏ហីទៅអត់អីទេក៏កំណត់ដឹងនៅចិត្តដែលមិនដល់នៅភាវៈជាធំហ្នឹងទៅនឹងក៏ព្រឹត្តទៅនៅក្នុងការចម្រើននៅចិត្តតានុបស្សនាសតិប្បដ្ឋានបានហើយទៀតណាកុំឲ្យយល់ច្រឡំថាអីបើមិនចម្រើនសមាធិទេគឺมันអាចកើតវិបស្សនាឯងកុំឲ្យយល់ច្រឡំអញ្ចឹងទៀតណាបើមិនបានរូបឈានអរូបឈានអីហ្នឹងណាมันអាចចម្រើននៅសតិប្បដ្ឋានបានទេអាហ្នឹងគឺយល់ច្រឡំហើយអ្នកមានឈានក៏អាចចម្រើនសតិប្បដ្ឋានបានអ្នកដែលអត់ឈានក៏ចម្រើនសតិប្បដ្ឋានបានដូចគ្នាណាដូចយើងជាកុហកបាសកបាសិកានេះយើងមិននឹងទៅចម្រើនឈានបានបើយើងនៅគ្រប់គ្រងមុខរបរមើលចិញ្ចឹមបុត្រភរិយាហ្នឹងអញ្ចឹងវាឈានអត់កើតឡើងបានទេទៀតព្រោះយើងនៅបរិភោគកាមហ្នឹងអញ្ចឹងទោះបីជាអត់មានឈាននឹងក៏ដោយក៏ប៉ុន្តែក៏ចម្រើននៅសតិប្បដ្ឋានសម្រាប់មគ្គផលនិព្វានបាននឹងយើងមើលដោយលោកយាយវិសាខាដែលគាត់សម្រេចព្រះនិព្វានតាំងពីអាយុ7ឆ្នាំលោកតាអនាថបនិកសេដ្ឋីក៏សម្រេចមគ្គផលនិព្វានលោកអត់មានឈានទេទៀតហ្នឹងហើយមិនក៏លោកសម្រេចមគ្គផលនិព្វានបានអញ្ចឹងណាឲ្យយល់កន្លែងហ្នឹងអញ្ចឹងទៀតណាអញ្ចឹងក៏សម្លឹងសង្ខារធัวសុទ្ធអញ្ចឹងទៅហើយប៉ុន្តែសិស្សរបស់អាចារ្យពាវរីសុទ្ធតែជាអ្នកមានឈានហ្នឹងតែទោះបីជាមានឈានអីហ្នឹងក៏ដោយក៏ណាត្រូវមកស្ដាប់ធម៌របស់ព្រះអង្គណាបានអាចប្រព្រឹត្តទៅដោយការចម្រើននៅសតិប្បដ្ឋាននឹងបានទៀតណាហ្នឹងអញ្ចឹងគឺទោះបីយើងបានសិក្សារៀនសូត្រអមថាឥឡូវយើងសិក្សារៀនសូត្រនៅក្នុងយើងស្រាវជ្រាវរៀនសូត្ររូបាយវចរៈចិត្តអរូបាយវចរៈចិត្តក៏បានចាំតែពាក្យដែរយើងអត់ដឹងថាធម្មជាតិនឹងយ៉ាងម៉េចទេវាព្រោះវាអត់មាននៅក្នុងយើងព្រោះយើងវាអត់បានសម្រេចនៅឈានហ្នឹងតែយើងរៀនទៅយើងចាំតែពាក្យតែយើងអត់ដឹងថាធัวហ្នឹងយ៉ាងម៉េចទេណាហើយបើសិនជាលោកអ្នកដែលមានឈានអាហ្នឹងគឺលោកដឹងណាលោកដឹងថាឈាននៃវិស័យហ្នឹងយ៉ាងណាតែយើងអាចរៀនបានណានឹងរៀនទៅចងចាំទៅរូបាយវចរៈកុសលប្រមាណណារូបាយវចរៈវិបាកប្រមាណរូបាយវចរៈកិរិយានឹងមានចិត្តអីខ្លះអរូបាយវចរៈកុសលអរូបាយវចរៈវិបាកអរូបាយវចរៈកិរិយាចិត្តនឹងទៅមានចិត្តអីខ្លះយើងរៀនបានចាំតាមពាក្យហ្នឹងក៏ប៉ុន្តែចិត្តទាំងអស់ហ្នឹងវាអត់មាននៅក្នុងយើងទេអាហ្នឹងយើងដឹងអត់បានទេពីព្រោះវាអត់មាននៅខាងក្នុងយើងហើយបើមាននៅក្នុងអ្នកដទៃរឹងរឹតតែមិនដឹងទៀតហើយទៀតពីព្រោះវាជាឈានវិស័យរបស់បុគ្គលដែលបានឈានយើងគិតមិនដល់ទេណាដោយមិនដឹងទៅចម្រើនឈានមិនឲ្យដើរចូលទៅក្នុងជាងដើរបានយើងគិតមិនឃើញទៀតគិតអត់ឃើញទេហ្នឹងតែយើងគ្រាន់តែអាចរៀនទៅចងចាំទៅដឹងថាអូចិត្តយ៉ាងនេះណាមាននៅក្នុងបុគ្គលដែលមានគុណវិសេសហ្នឹងមានណាបាទសាធុហ្នឹងហើយបុគ្គលដែលបានឈានណាដូចអាឡារតបោះអីហ្នឹងបានអរូបឈានបដិសន្ធិក្នុងអរូបព្រំទៅជាបុគ្គលអភ័ព្វទៀតពីព្រោះមានតែនាមអត់មានតិចស្ដាប់ធម៌ទៀតណាអញ្ចឹងនៅក្នុងការដែលយើងជ្រើសចាប់យកចំណុចនៃការអប់រំចម្រើនសតិប្បដ្ឋានសម្រាប់យើងជាក្រហមណាសម្រាប់យើងជាក្រហមជាឧបាសកឧបាសិកានេះយើងអត់មានឈានទេអញ្ចឹងខ្ញុំបកណាអត់ជំរាបអធិប្បាយពឹសស្ដារនៅក្នុងឈានទេណាញាតិញោមណាហ្នឹងហើយមក
ចាប់អារម្មណ៍សិក្សានៅក្នុងចិត្តណាដែលយើងមានហើយអាចដឹងបានដោយខ្លួនឯងសន្តិទ្ធិកោហ្នឹងហើយលមមដែលយើងអាចដឹងបានសូម្បីតែក្នុងកាមាវចរៈចិត្តហ្នឹងនៅក្នុងធម៌ខ្លះដែលព្រះអង្គសម្ដែងក៏យើងមិនអាចដឹងបានដែរទៀតណាអញ្ចឹងដូចជាឈានអីខ្ញុំកណាមិនបានជម្រាលទៅអធិប្បាយអីសម្ដែងអីពឹស្ដារនៅក្នុងឈានហ្នឹងទេខ្ញុំកណាធ្លាប់រៀនចប់សពគ្រប់ដែរនៅក្នុងរឿងណារូបាវចរៈអរូបាវចរៈហ្នឹងតែដល់ទៅពេលនៅក្នុងស្ទេពដ្ឋានយើងចាប់សម្រាប់យើងនេះដែលជាឧបាសកបាសិកានេះគឺលមមដឹងនៅចិត្តហ្នឹងនឹងហើយរួចខ្លួនបានព្រឹកទៅដើម្បីកម្ចាត់បងនៅសកាយតិដ្ឋិបានទៀតណាហើយធัวចម្លែកខ្លះមានជំរឿមិនមែនជាវិស័យរបស់យើងអាហ្នឹងក៏ណាយើងបានស្ដាប់បានរៀនមកក៏តាំងនៅក្នុងសេចក្តីជ្រះថ្លាអញ្ចឹងទៅទៀតបាទយើងសិក្សានៅធัวណាដែលយើងអាចពិសោធន៍ឃើញបានណាវាលមមនឹងបញ្ញារបស់យើងទៀតកុំឲ្យវាទៅជាភារៈខ្វល់ខ្វាយណារៀនយូរទៅវារោគដឹងអាសេចក្តីពិតហ្នឹងវាទៅអត់ដល់ទេណាដូចយើងលូកដៃចង់ទៅស្ទាបប្រច័នព្រះអាទិត្យអញ្ចឹងវាស្ទាបអត់បានវាទៅមិនដល់ទេបាទហ្នឹងហើយអញ្ចឹងនៅក្នុងចិត្តដល់ភាវៈជាធំក៏ប៉ុណ្ណឹងចុះទេណាបាទឧបាសកបាសិកាចង់ចម្រើនឈានគឺត្រូវលះបង់មុខរបរណាលះបង់ការនៅរួមគ្រប់គ្រងផ្ទះនៅជាមួយគ្នានឹងហើយមិនអាចទៅមិនអាចមានភរិយារញ៉េរញ៉ៃដោយកូនមិនអាចមានស្វាមីរញ៉េរញ៉ៃដោយកូននឹងបានទេណានឹងគឺត្រូវតែជាបុគ្គលម្នាក់ឯងអញ្ចឹងទៅកាន់សិល10អញ្ចឹងទៅណាស្រីណែតកាន់សិល10ជាម្នាក់ឯងហើយទៅនៅស្ងប់ស្ងាត់ក្នុងទីស្ងាត់ទៅអានឹងបានចម្រើនឈាននឹងបាននឹងតែបើនៅលក់ដូរមុខរបរបងប្អូនកូនចៅដោយគណៈដោយពួកហ្នឹងវាជាបរិពោធមិនអាចទៅចម្រើនឈានបានទេណានឹងដល់សិក្សាមើលក្នុងវិសុទ្ធិមគ្គទៀតហ្នឹងហើយអញ្ចឹងយើងប៉ុណ្ណឹងយើងសិក្សានៅក្នុងធម៌ដែលជាភូមិរបស់ខ្លួនគឺកុហកឧបាសកបាសិកាទៀតណានឹងហើយយើងរៀនត្រឹមបញ្ញាដែលយើងអាចរៀនបានណាមកឲ្យទៅផុតវិស័យដូចយើងរៀនថ្នាក់ទី1ហើយស្រាប់ទៅយកមេរៀនឧត្តមសិក្សាយកមករៀនទៅមិនរួចទេវាមិនអាចទៅរួចទេណាអញ្ចឹងយើងស្ថិតនៅក្នុងភូមិរបស់ឧបាសកបាសិកាដែលជាកុហកនឹងឯងនឹងហើយយើងសិក្សាឲ្យលមមកុំឲ្យធ្លាក់ចុះនៅក្នុងមហិច្ឆតាណាការលោភលន់ព្រឹកទៅក្នុងមហិច្ឆតាទៀតណាអញ្ចឹងទៅវាធ្វើឲ្យលំបាកខ្លួនឯងទៀតណាហ្នឹងហើយចង់ដឹងឈានមិនតសួរបុនហួរឈានទៅណាហ្នឹងណាបុនហួរបាទហ្នឹងហើយយើងឧបាសកបាសិកាហ្នឹងសិក្សានៅក្នុងធម៌ដែលជាភូមិរបស់ខ្លួននឹងបានអាចប្រព្រឹត្តទៅបានតែសិក្សាចង់ធ្វើដូចភិក្ខុអាចទៅរួចទេបាទហ្នឹងហើយត្រូវយើងសល់ពេលវេលាតិចអញ្ចឹងគឺឲ្យលឿនបំផុតឆាប់ដឹងធัวនេះ
ណាកាន់តែលឿនកាន់តែល្អណាហ្នឹងហើយចោលទាំងអស់ទៅហើយទៅសង្ងំនៅក្នុងរូងភ្នំណាឬក៏នៅក្នុងព្រៃអាហ្នឹងបានចម្រើនបានហើយក្នុងរូងភ្នំរូងព្រៃហ្នឹងតើតែមានភិក្ខុមានអីទៀតបានអាចចម្រើនបានណាហ្នឹងណាសំបីតែសក់ហ្នឹងក៏ត្រូវកាត់ចោលដែរសក់ហ្នឹងកោចោលដែរវាបលិពោតដោយសារសក់ហ្នឹងដែរចឹងណាស្រីណែតឯងត្រូវកោសក់ហ្នឹងចោលផងដែរវាបលិពោតដោយសារសក់ហ្នឹងមានហ្នឹងចោលដៃកញ្ចក់ជើងអីហ្នឹងមុខអីនេះមិនអាចនៅផាត់ម្សៅក្រែមម្សៅអីមិនអាចទៅបានទេណាហ្នឹងហើយនឹងតមើលនៅក្នុងបលិពោតនៅបលិពោតនឹងត្រូវរៀបចំកាត់លះបង់នៅបលិពោតនឹងយ៉ាងណាខ្លះហ្នឹងហើយបើថាខ្លាចខ្មោចទេអានឹងមិនអាចទៅរួចទេណាទៅនៅក្នុងរូងភ្នំម្នាក់ឯងគល់ឈើនៅក្នុងព្រៃអីចឹងម្នាក់ឯងចឹងទៅហើយយប់អីក៏ត្រូវសម្រានៅក្នុងព្រៃក្នុងរូងភ្នំម្នាក់ឯងអីចឹងទៅហើយខ្លាចខ្មោចទៅមិនរួចទេណាដល់កាលអ្នកខ្លះស្រឡាញ់សក់អីក៏ទៅមិនរួចដែរហ្នឹងហើយឥឡូវគ្រាន់តែសាកលបងសិនទៅកាត់កញ្ចក់ដៃកញ្ចក់ជើងទៅកោសក់ចោលសិនទៅហើយឈប់ក្រែមម្សៅអីហ្នឹងទម្លាក់បងចុះសិនកាត់បលិពោតនឹងសាកសិនណាហើយលះបង់ប៉ុណ្ណឹងបានអត់ណាលុយកាក់ប្រកាសទ្រព្យសម្បត្តិអីហ្នឹងក៏មិនត្រូវនៅចាត់ចែងអីទៀតទេត្រូវលះបង់ផងដែរណាថ្នាំកញ្ចក់ថ្នាំអីហ្នឹងក៏ត្រូវមិនលៀបតាក់តែងទេនិយាយទៅគឺតាក់ទងជាមួយការលំអតាក់ទងជាមួយនឹងរឿងកាមហ្នឹងគឺត្រូវលះបង់ហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងចឹងណាចាំយើងបន្តទៅថ្ងៃស្អែកទៀតតែនឹងពេលវេលាសមគួរហើយណាហ្នឹងហើយអញ្ចឹងខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំលាហើយនឹងសូមគោរពលាទៀតសូមពុទ្ធបរិស័ទយើងបានកាន់យកនៅពធរបស់ព្រះសម្មាសម្ពុទ្ធនឹងហើយបានសម្រេចនៅការរួចផុតចាកទុក្ខក្នុងពេលដ៏ឆាប់ខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំលានិងសូមគោរពលាទានសូមពុទ្ធបរិស័ទបាននៅសេចក្តីសុខសេមសានបងប្អូនកូនចៅទាំងអស់ទានសូមពពួកទេវតាជួយតាមថែរក្សាទានរាត្រីសួស្តីបាទ